ม้วนชาบะฮอก5ឬជាស្រាច់ហើយយើងញ៉ាំបានទាំងអស់លកត្រកក៏ញ៉ាំបានលកៃក៏ញ៉ាំបានអត់មានចោលអីទេម្ទេសក៏ញ៉ាំបានទាំងអស់អត់មានចោលអីមួយទេបើយើងឆាផ្សេងទៀតយើងអាចចោលលកៃប៉ុន្តែនេះញ៉ាំបានទាំងអស់ม้วนชาបะហอกនេះគ្រឿងផ្សំវាមានលក្ខីមានស្លឹកក្រូចមានម្ទេសមានខ្ទឹមសមានប្រហុកនិងមានមាន់ក្រែមួយត្រឡុកត្រឡុនហើយមានប្រេងឆាជាបឋមនោះគឺយើងយកលក្ខីហាន់វាស្ដើងតូចហើយយកមកបំពងឲ្យវាឡើងស្រួយហើយដួសទុកម្ដុំបន្ទាប់មកយកលក្ខត្រោកទៅដុតឲ្យស្រួយហើយទុកម្ដុំហើយបន្ទាប់មកម្ទេសយើងយកទៅបំពងឲ្យស្រួយជាមួយលក្ខីហ្នឹងហើយទុកម្ដុំបន្ទាប់មកយើងក៏ច្រាមប្រហុកហើយយើងកាប់មាន់ជាដុំអញ្ចឹងណាហើយយើងបំពងខ្ទឹមពងអីធម្មតាដាក់ប្រហុកចូលហើយបន្ទាប់មកយើងដាក់សាច់មាន់ដែលយើងកាប់ហើយហ្នឹងដាក់ចូលឆាបញ្ចូលគ្នាទៅណាឲ្យសាច់មាន់ឡើងឆ្អិនហើយបានយើងដាក់គ្រឿងរបស់យើងនឹងមានម្ទេសមានលក្ខត្រោងមានលក្ខីដែលយើងបំពងហើយហ្នឹងណាដាក់ចូលទៅហើយភ្លក់មើលសាប់ពីអីល្មមអីចឹងទៅជាការស្រេចអរគុណដែលបានតាមដានវីដេអូយើងបានខ្ទឹមឈ្ងុយហើយយើងដាក់ប្រហុកចូលហើយយើងកូរប្រហុកឲ្យសព្វទៅហើយយ៉ាងសាច់មាន់ចូលឆ្លៀតពេលដែលយើងរំងាស់វាហ្នឹងណាយើងសល់ពេលទៅនេះយើងអាំងលក្ខត្រោកឲ្យវាឡើងក្រៀមស្រួយខ្ញោកអញ្ចឹងណាដល់ពេលហើយយើងដាក់ចិត្តចុងបញ្ចប់មកយើងដាក់លក្ខត្រោកដាក់ហើយទឹកនៅក្នុងមាន់ដែលឆាហ្នឹងណាគឺឲ្យមានទឹកច្រើននេះឲ្យមានទឹកផុកណាយើងអាំងលក្ខត្រោកឡើងក្រហមអញ្ចឹងណាឡើងដល់តក្រហមឡើងស្រួយខ្ញៅអញ្ចឹងយើងបិទទុកទៅនេះយើងបានលក្ខីស្រួយហ្នឹងស្រួយខ្ញៅលក្ខីនេះស្រួយល្អនេះយើងដាក់ម្ទេសចូលដាក់ម្ទេសពោមួយគ្នាម្ទេសហ្នឹងក៏ឡើងស្រួយដែរឡើងស្រួយខ្ញៅដូចគ្នាហ្នឹងមិនយើងលេងប្រហុកហើយលេងខ្ទឹមលេងអីហើយប្រហុកហើយឡើយដល់ដាក់សាច់មាន់ចូលដាក់សាច់មាន់ចូលហើយយើងបង់អំបិលប៊ីចេងអីចឹងតាមយើងចូលចិត្តបើយើងចូលចិត្តផ្អែមដាក់ស្ករបន្តិចទៅប៉ុន្តែខ្ញុំអត់ដាក់ទេព្រោះខ្ញុំដែលប្រើស្ករទេឥឡូវណែវាពុះខូចចឹងណាពុះខូចចឹងអាហ្នឹងមានន័យថាវាកូរទឹកអស់ហើយណាកូរទឹកអស់ហើយយើងដាក់លក្ខីចូលលក្ខីដែលយើងលីងហើយហ្នឹងណាយើងដាក់ចូលទៅលក្ខីម្ទេសអីហ្នឹងណាដាក់ចូលទៅហើយយើងឆាត្រឡប់វាហើយបន្ទាប់មកយើងបូតស្លឹកកត្រោកដាក់ទៅជាការស្រេចឆ្អិនហើយបងប្អូនឆ្អិនហើយហើយយើងបូតស្លឹកកត្រោកហ្នឹងខ្ញុំថតដៃម្ខាងបូតបានទេអញ្ចឹងតវគ្គស្លឹកកត្រោកហ្នឹងទៅបូតហើយដាក់ក្នុងនេះមិនថតដល់ទៀតនេះដាក់ស្លឹកកត្រោកចូលហើយនេះឲ្យវានៅផុកអញ្ចឹងណាទឹកនៅផុកអញ្ចឹងឆ្អិនហើយប៉ុណ្ណឹងឆ្អិនហើយបិទភ្លើង